អ្នកដែលកើតឆ្នាំមួយម៉ែនៅពាក់កណ្ដាលខែធ្នូនេះក៏រាសីឡើងដែរចឹងត្រៀមថងត្រៀមស្បោកដើម្បីទទួលលុយចឹងអ្នកដែលកើតឆ្នាំមួយម៉ែសូមលោកអ្នកខមមិនលេខសំណាងគឺលេខ289លេខ280លេខ289គឺជាលេខសំណាងសម្រាប់អ្នកកើតឆ្នាំមួយម៉ែចឹងកូនចៅខមមិនលេខ289ហើយ share វីដេអូលោកគ្រូដាក់លេខ289ចំណែកពណ៌សំណាងសម្រាប់លោកអ្នកដែលកើតឆ្នាំមួយម៉ែគឺពណ៌កូគីនៅក្នុងខែ12នេះចឹងយើងអាចពាក់អាវពណ៌កូគីទៅបងប្អូនមិនមែនពាក់រាល់ថ្ងៃទេយើងពាក់នៅពេលវេលាណាមួយដែលយើងគិតថាវាជាពេលដែលសមគួរសម្រាប់យើងបាទចឹងលេខ289គឺជាលេខឌៀបសំណាងសម្រាប់លោកអ្នកដែលកើតនៅឆ្នាំម៉ូម៉ែឆ្នាំពពែណារាសីឡើងខ្លាំងបងប្អូនហើយឡើងនេះពីពាក់កណ្ដាលខែ12នេះឡើងទៅហើយឡើងរហូតមួយឆ្នាំពេញនៅក្នុងឆ្នាំ2026ចឹងអ្នកដែលកើតឆ្នាំម៉ូម៉ែរាសីឡើងហើយលៀបជ័យក៏ប្រុងក៏ចាប់ផ្ដើមចូលមកបដើមកដែរចូលមកហើយបាទចាប់ដើមមកហើយបន្តកតុយគ្នាឃើញឱកាសច្រើនណាអ្នកខ្លះឱកាសមកដល់ហើយយកអត់បានទេដោយសារអីដោយសារនៅក្នុងទូរាសីរបស់យើងអ្នកកើតឆ្នាំមួយម៉ែនវានៅជាប់សើយនៅឡើយប្រៀបបានដូចយើងអត់ឃ្លាន2-3ឆ្នាំអីដល់ពេលឥឡូវទៅគេធ្វើមហូបសិតតែមហូបវាំងឲ្យយើងញ៉ាំប៉ុន្តែដៃយើងនេះវាប្រឡាក់លាមកកខ្វក់យើងមិនអាចកាន់មហូបនឹងស៊ីបានណាចឹងឱកាសនៃការមានបានលុយកាក់នោះវាចាប់ផ្ដើមមកហើយប៉ុន្តែយើងវាអត់មានឱកាសនៅក្នុងការចាប់យកពេលខ្លះយើងឆ្ងល់ថាហេតុអីបានចំណៃដល់មាត់នេះយើងយកមិនបានដោយសារអីដោយសារយើងនឹងវាកំពុងតែសើយចឹងបងប្អូនគួរលាងសើយចេញទៅបាទក្រោយពីលាងសើយហើយយើងយកឱកាសផ្ទុះលាបសំណាងនឹងត្រឡប់មកវិញហើយចឹងអ្នកដែលឆ្នាំមួយម៉ែហ្នឹងគួរលាងសើយចេញឲ្យបានគ្រប់គ្នាហើយការលាងសើយនេះជាក្តីកង្វល់មួយទៀតថាឲ្យទៅលឺលាងសើយហ្នឹងបងប្អូនចេះតែលឺតាមការចែករំលែកពីនេះពីនោះមកអត់បានប្រយោជន៍អត់បានការចឹងការលាងសើយនេះគឺគេមិនមែនចេះតែលាងទេគេមានក្បួនរបស់គេចឹងបានខ្ញុំបារម្ភខ្លាចបងប្អូនលាងសើយមិនត្រូវចឹងបានខ្ញុំរៀបចំតែឈុតលាងសើយនឹងជូនដល់បងប្អូនទៅចឹងបងប្អូនចង់បានឈុតលាងសើយអាចលាងសើយបានណាបាទអ្នកដែលកើតឆ្នាំមួយម៉ែបងប្អូនកូនក្មួយខ្ញុំសូមជម្រាបជូនថាមកជីវិតអ្នកកើតឆ្នាំមួយម៉ែបើកាត់រឿង3យ៉ាងបានណាជីវិតអ្នកកើតឆ្នាំមួយម៉ែល្អផូរផង់ថ្កប់ថ្កើងផ្កាហ៊ីជែកទុំខ្មុំពេញលំអងណាបាទអ្នកកើតឆ្នាំមួយម៉ែបើកាត់រឿង3យ៉ាងនឹងបានណាថ្កុំថ្កើងហ្មងបាទឥឡូវកុំអាចជឿស្ដាប់សិនថាតើយើងកាត់រឿងអីខ្លះ3យ៉ាងនឹងទាំងធ្វើបានអត់គ្មានបំណែធ្វើអត់បានជឿខ្ញុំបើធ្វើអត់បានទេបើធ្វើបានមានមកប៉ុន្តែធ្វើអត់បានទី1អ្នកកើតឆ្នាំមួយម៉ែកុំរាប់ញាតច្រើនណាសុទ្ធអត់ប្រយោជន៍បាទរាប់ញាតច្រើនអត់បានទេអ្នកកើតឆ្នាំមួយម៉ែនោះទោះបីជាយើងរាប់ញាតច្រើនយ៉ាងម៉េចក៏ដោយក៏អត់បានសាច់ការអីដែរបាទរាប់គេច្រើនហើយស្រឡាញ់គេហើយអាណិតគេហើយឲ្យគេស៊ីហើយចុងក្រោយគេនិយាយដើមយើងហុយដៃធ្វើរាប់បានរាប់ញាតអត់បានទេរាប់គេហើយជួយគេហើយស្រឡាញ់គេហើយនាំគេដើរលេងប៉ៅគេស៊ីទៀតមកវិញគេនិយាយដើមយើងហុយដៃនាំរឿងដល់ខ្លួនទៀតទី1ទី2អ្នកកើតឆ្នាំមួយម៉ែមិនបាច់អាណិតអ្នកណាទាំងអស់ចង់អាណាងាប់អីងាប់ទៅចង់អាណាមិនទៅគុំទៅសើខ្វល់ហ៊ានតែខ្វល់គេឲ្យលុយគេខ្ចីហៅគេមកបណ្ដោះបណ្ដាលចាំបីបាច់ថែរក្សាគេចុងក្រោយអ្នកកើតឆ្នាំមួយម៉ែពួកទាំងអស់ហ្នឹងមកខំក្បាលយើងវិញធ្វើគុណបានគុណទេអញ្ចឹងឈប់អាណិតអាណាទាំងអស់អ្នកណាមិនទៅទី3អាណិតខ្លួនឯងអ្នកដែលកើតឆ្នាំមួយម៉ែខ្ញុំសូមជម្រាបជូនថាបើនិយាយអំពីការគិតការជួយខ្លួនឯងគឺមានតិចតួចបំផុតការគិតការជួយខ្លួនឯងគឺមានតិចតួចបំផុតសម្រាប់អ្នកដែលកើតឆ្នាំមួយម៉ែប៉ុន្តែបើគិតអ្នកដតីច្រើនណាបាទលុយកាក់មាសប្រាក់ចាយខ្លួនឯងចាយហីប៉ុន្តែបន្ទប់ជួយបងប្អូនជួយអ្នកជុំវិញខ្លួនមួយម៉ែជាប់ចំណាត់ថ្នាក់ដេកមួយមករឿងជួយគេជួយអត់បានប្រយោជន៍អីទៀតចឹងកាត់អានឹងទៀតឈប់ជួយអាណាទាំងអស់ជួយខ្លួនឯងវិញចង់ទិញទូរស័ព្ទល្អទិញទូរស័ព្ទល្អចង់ទិញអាវថ្លៃចង់ទិញថ្លៃទៅព្រោះយើងជួយគេយ៉ាងម៉េចក៏ដោយសារតែយើងប្រកាច់ងាប់សារតែយើងមានរឿងសួរថាអ្នកណាមកជួយយើងអត់ទេកុំសង្ឃឹមបាទមកជីវិតកុំសង្ឃឹមថាមានអ្នកណាគេមកជួយយើងអីសោះអត់មានទេណាពេលដែលយើងលំបាកពេលដែលយើងវេទនាអ្នកកើតឆ្នាំមួយម៉ែគេទាត់ក្បាលយើងចោលអស់ប៉ុន្តែបើយើងសប្បាយរីករាយគេមកនាំឲ្យស៊ីរបស់យើងពិបាកទេគេមកអាណិតថាវាល្អណាស់វាជួយអញពីមុនវាអញមកជួយគេវិញអត់ទេបាទមានតែម្យ៉ាងគត់មានតែគេរករឿងយើងថែមទៀតអញ្ចឹងអ្នកដែលកើតឆ្នាំមួយម៉ែគឺល្មមឈប់រឿង3យ៉ាងហ្នឹងទៅហើយបើឈប់បានហើយគឺជីវិតនឹងស្ដុកស្ដំជីវិតនឹងរុងរឿងឈប់បានអត់ឈប់អត់បានទេបាទអ្នកកើតឆ្នាំមួយម៉ែឈប់អត់បានខ្ញុំធានាបាទមែនបាទអត់បានទេអ្នកកើតឆ្នាំមួយម៉ែបងប្អូនពេលមានគេចំណែន
ពេលក្រគេមើងងាយកាលអញនៅក្រគេមើងងាយអញឈឺចាប់ពេកប្រឹងរកស៊ីឲ្យមាននឹកតែគេមកសបាយអដល់ពេលរកស៊ីមានគេចំណែនទៀតគេផ្ដន់ទាថ្ងៃណាវាក្រចឹងអាអ្នកកើតឆ្នាំមួយម៉ែចឹងមិនបាច់រាប់ញាតទៅធ្វើ3យ៉ាងហ្នឹងធ្វើបានទៅបានហើយចឹងមួយម៉ែបងប្អូនកូនក្មួយរាសីឡើងហើយនៅពាក់កណ្ដាលខែហ្នឹងចឹងលេខសំណាងសម្រាប់លោកអ្នកដែលកើតឆ្នាំមួយម៉ែលេខ289ចំណែកពណ៌សំណាងពណ៌កគីបងប្អូនកូនក្មួយមួយចំនួនគាត់ឆ្ងល់ថាលោកគ្រូមហាជុំខ្ញុំធ្វើម៉េចនោះនៅផ្ទះខ្ញុំចិត្តតែក្តៅក្រហាយចិត្តតែមានរឿងចិត្តតែមានបញ្ហាចិត្តតែមានឧបសគ្គចិត្តតែមានអូអញញ៉ៃសាំញ៉ាំតប៉ែគ្រួសារខ្ញុំវាមិនដូចគេសោះគ្រួសារគេរលូនគ្រួសារយើងមិនរលូនហើយបានអញ្ចឹងយល់ទេអញ្ចឹងមកពីអីពេលខ្លះយើងអត់ដឹងតែផ្ទះយើងកំពុងរស់នៅវាខុសហុងស៊ុយវាធ្វើមិនត្រូវវាខុសក្បួនវាខុសខ្នាតឬមួយក៏មានអ្នកណាវាអាក្រក់នោះវាធ្វើអំពើបិទបាំងយើងធ្វើឲ្យយើងនឹងវាមានបញ្ហាមានរឿងវិនិច្ឆ័យសាបសូន្យអីចឹងទៅណាឬមួយក៏ផ្ទះយើងវាខ្វះទាស់ចន្លោះណាមួយអីចឹងទៅឬមួយក៏យើងទៅនៅមិនដឹងផ្ទះយើងវាមានរឿងអីកើតឡើងសោះបានចិត្តតែក្តៅក្រហាយចឹងអាវិធីសាស្ត្រទាំងអស់នេះជាក្តីកង្វល់ដែលយើងត្រូវតែជួបពេលខ្លះឆ្ងល់ហើយកើតនៅផ្ទះទូចដូចមិនអីដល់ពេលបានទៅនៅផ្ទះធំកន្លែងល្អវាកាន់តែវេទនាទៅវាឆ្ងល់ខ្លួនឯងបាទចឹងអារឿងទាំងអស់ហ្នឹងវាលែងជាក្តីកង្វល់សម្រាប់លោកអ្នកតទៅទៀតហើយកាលពីមុនវាកង្វល់មែនវាមិនទាន់ស្គាល់លោកគ្រូមហាជុំបាទឥឡូវនេះស្គាល់លោកគ្រូមហាជុំហើយយើងលែងជាក្តីកង្វល់តទៅទៀតហើយបងប្អូនកូនក្មួយណាបាទចឹងលោកគ្រូណែនាំឈុតប្រមូលទ្រព្យលើករាសីមកផ្ទះហ្មងឈុតប្រមូលទ្រព្យលើករាសីមកផ្ទះហ្មងសម្រាប់ឆ្នាំ2026ហ្នឹងណាបាទគឺជួយឲ្យបងប្អូនរកស៊ីមានបានគឺជួយឲ្យបងប្អូនកាក់កបគឺជួយឲ្យបងប្អូនមានលៀបមានជ័យហេងបងប្អូនកូនក្មួយណាបាទអញ្ចឹងឈុតប្រមូលទ្រព្យនេះទី1អានេះគឺយន់ណាបងប្អូននៅក្នុងឆ្នាំ2026នេះបងប្អូនជាវនេះយន់អសរសុខសប្បាយពាក្យជូនពរឆ្នាំថ្មីហើយនឹងសัตว์ប្រពែដឹកទ្រព្យចូលផ្ទះនេះគឺអានេះយកទៅដាក់នៅក្នុងផ្ទះបងប្អូនណាបាទយកទៅដាក់ទៅគឺធ្វើឲ្យផ្ទះរបស់យើងរីកចម្រើនរុងរឿងបន្សាបនៅរឿងអាក្រក់ទាំងឡាយទាំងពួងហើយជួយឲ្យយើងរកស៊ីមានបានណាមិនថានៅកន្លែងលក់ដូររកស៊ីមិនថានៅក្នុងផ្ទះមិនថាទេគឺឲ្យតែមានយន់នេះហើយគឺសំណាងល្អហើយក៏រកស៊ីមានបានហើយក៏តែជាប្រជុំជោគជ័យរីកចម្រើនយន់នេះបកាយស័ក្តិសិទ្ធិណាបាទបកាយស័ក្តិសិទ្ធិជាទីបំផុតបាទយន់ហ្នឹងហើយនេះគឺជាកម្រាលឆ្លងយុគបងប្អូនបាទកម្រាលឆ្លងយុគនេះគឺយើងកាត់គ្រោះយើងលើករាសីអញ្ចឹងសោនេះគឺសោអីសោដើម្បីចាក់ទំលាយនៅរឿងអាក្រក់ទៅយកកំណប់យកទ្រព្យហើយយន់នេះគឺបកាយស័ក្តិសិទ្ធិយើងដាក់ជាកម្រាលជូតជើងដើម្បីយើងជូតជំរះនៅរឿងមិនល្អអញ្ចឹងយើងដាក់ទៅហើយយើងដើរយើងមកពីធ្វើការវិញយើងចូលផ្ទះយើងជន់លើកម្រាលនេះទៅរាល់អាក្រក់ទាំងឡាយដែលមកពីក្រៅនោះគឺវានាសាបសូន្យហើយយើងចេញទៅធ្វើការវិញយើងជន់ដើម្បីស្រូបលៀបដើម្បីស្រូបសំណាងអញ្ចឹងឈុតនេះគឺបងប្អូនឃើញទេបាទមានកម្រាលនេះមួយហើយនឹងយន់សម្រាប់បិទនៅក្នុងផ្ទះមួយអញ្ចឹងយើងមានតែពីរមុខហ្នឹងទៅយើងរុងរឿងយើងអត់ដងអត់ដំយើងកុំស្កើងអត់មានអ្នកណាមកប៉ះពៀយើងបានតទៅទៀតទេគ្រាន់តែឥទ្ធិពលទាំងអស់នេះយកទៅដាក់ភ្លាមគឺនឹងមានលៀបនឹងមានសំណាងយើងមាននេះខ្ញុំរៀបជាឈុតមួយឈុតមានកម្រាលជូតជើងនេះមួយហើយមានយន់សម្រាប់បិទនៅក្នុងផ្ទះមួយបិទកន្លែងណាក៏បានដែរគឺសុខសប្បាយកាក់កបមិនថាកន្លែងលក់ដូររកស៊ីមិនថាកន្លែងណាទេគឺនឹងកុំកើងអត់ដងអត់ដំអញ្ចឹងបងប្អូនជាវនៅឈុតនឹងមួយទៅគឺកាក់កបរីកចម្រើនមកវិញអញ្ចឹងយើងទោះបីទិសណាក៏ដោយអត់ខ្វល់បិទទៅគឺកាក់កបរីកចម្រើនណាអញ្ចឹងមកផ្ទះជន់លើកម្រាមនេះហេងទាំងអស់មានលៀបទាំងអស់អញ្ចឹងយកទៅប្រើប្រាស់ទៅគឺយើងជោគជ័យយើងមានតិចតួចបំផុតណាបាទរបស់លោកគ្រូអត់មានច្រើនគេទេអញ្ចឹងបងប្អូនអាចជាវបានប្រញាប់រស់រាន់បាទអញ្ចឹងអរគុណបងប្អូនណាអញ្ចឹងអ្នកកើតឆ្នាំមួយម៉ែអាចធ្វើរឿងទាំង3យ៉ាងនោះបានដែរឬអត់ចម្លើយឆ្លើយថាបានខ្លះអត់ខ្លះវិញខ្ញុំភាកច្រើនខ្ញុំជឿជាក់ថាកាត់អត់បានទេបងប្អូនអារាប់ញាតហ្នឹងក៏កាត់មិនបានត្រូវតែរាប់បាទអាជួយគេហ្នឹងគឺលេខ1អ្នកកើតឆ្នាំមួយម៉ែគឺអត់ជួយគេអត់បានទេព្រោះមនុស្សអ្នកកើតឆ្នាំមួយម៉ែកើតមកដើម្បីជួយគេអាទី3ហ្នឹងគឺជួយខ្លួនឯងហ្នឹងនៅតែជួយហ្នឹងហ៊ីថាំណាខ្លួនឯងនោះប៉ុន្តែទុកឲ្យជួយគេអញ្ចឹងលេខសំណាងអ្នកកើតឆ្នាំប៉ប៉ែគឺលេខ289ចំណែកពណ៌សំណាងគឺពណ៌កគីបាទអញ្ចឹងនៅក្នុងឆ្នាំ2026នេះគឺហេងហើយកាក់កបបាទហើយកុំតោមមិនដេញមួយខ្ញុំណាលោកគ្រូមហាជុំមកអង្គុយឡាយមកអង្គុយសោចអត់មានភ័យព្រួយរឿងជាតិទេបងប្អូនគិតរឿងជាតិប៉ុណ្ណាខ្ញុំគិតលើសបងប្អូនទៅទៀតបាទខ្ញុំស្រឡាញ់ណាស់អ្នកណាក៏ស្រឡាញ់ដែរជាតិប៉ុន្តែ
dương miền pê là khắc kết miền pê khắc con mà chạy một lệch này phần này khu các bạn này tự kết nâng hai bà non kia bạn tập chất chữ ở tới ban này na chui chiết bà chân sông chun po nát sọc sầm bài tầng ở kia cả con